Hello សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកអំពីការស្នើសុំយក sticker ឡើងផ្លូវលឿនណាសម្រាប់ម៉ូតូធំណាអ្នកទាំងអស់គ្នាហើយឥឡូវ make ភ្លៀងហើយខ្ញុំចេញទៅដើម្បីទៅក្រសួងហើយកន្លែងស្នើសុំហ្នឹងគឺនៅក្រសួងពាណិជ្ជកម្មអ្នកទាំងអស់គ្នានៅជិតស្នងការរាជធានីភ្នំពេញហើយអ្វីដែលយើងត្រូវយកទៅហ្នឹងគឺកាតគ្រីម៉ូតូហើយអត្តសញ្ញាណប័ណ្ណរបស់យើងសញ្ជាតិខ្មែរហើយនឹងបើសិនជាអ្នកទាំងអស់គ្នាទិញម៉ូតូតពីគេអាចយកกระดาษទិញលក់មកហើយតែប៉ុណ្្នឹងទេអ្នកគ្នាទៅដល់បំពេញបែបបត់តាមគេប្រាប់ចឹងទៅតាមក្រសួងគាត់ប្រាប់ចឹងទៅហើយតែ15នាទីអ្នកគ្នាគឺបានភ្លាមហ្មងខ្ញុំទៅដល់បំពេញតែឯកសារបន្តិចគឺបានតែហ្មងគាត់ថាពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំទៅម៉ោង1ហើយក្រសួងគាត់សម្រាប់ម៉ោង2បានគាត់ចូលធ្វើការវិញហើយអត់មានអីច្រើនទេចាំមើលទាំងអស់គ្នាទៅវីដេអូខ្ញុំដាក់ទាំងអស់ហើយបាយបាយអូខ្ញុំភ្លេចប្រាប់មួយទៀតកន្លែងនេះពេលដែលយើងមកដល់ស្នងការយើងមិនមែនចូលតាមច្រកស្នងការហ្នឹងទេយើងចូលតាមចំហៀងណាអ្នកនរគ្នាតាមចំហៀងនេះឃើញទេនេះចូលតាមចំហៀងហ្នឹងបានត្រូវមិនមែនយើងចូលស្នើសុំនៅក្នុងស្នងការណាអញ្ចឹងមើលតាមវីដេអូហ្នឹងទៅយល់ហើយខ្ញុំពេលដែលខ្ញុំមកដល់ហ្នឹងខ្ញុំសួរសន្តិសុខដែរទេចឹងឲ្យតែដឹងពីកន្លែងចូលតែប៉ុណ្្នឹងហើយអ្នកនរគ្នាអាចសួរសន្តិសុខបានបងសួរមួយកន្លែងស្នើយកផ្លូវលឿននៅណាវិញបងស្នើមកបងចាំឈប់ឲ្យកន្លែងចំណោទធូរ៉ាទីកន្លែងទិញឡានតែម៉ោង2ម៉ោង2ធ្វើការម៉ោង2បងជួយយើងខ្ញុំឥឡូវខ្ញុំឈប់កន្លែងណាទៅបងបងចាំតិចកន្លែងឡានហ្នឹងឈប់ខ្ញុំកន្លែងឡានពពូលបាទលោកសួស្តីអ្នកនរគ្នាឥឡូវខ្ញុំមកដល់កន្លែងស្នើសុំ sticker ហើយតែខ្ញុំមកដល់មុនម៉ោងគេចុះធ្វើការគេចូលធ្វើការម៉ោង2ហើយខ្ញុំមកដល់តាំងម៉ោង1អញ្ចឹងចាំមើលខ្ញុំស្នើសុំយ៉ាងម៉េចចាំខ្ញុំដាក់ចូលក្នុងវីដេអូទាំងអស់បាយ27ស្នើទៀតយើងមានទិន្នន័យស្រាប់ឬក៏មិនបងយកឯកសារទៅដែរមកបើយើងឈ្មោះម្ចាស់អត់ចាំបាច់មានស្ទែងលក់អីហើយក៏អត់ទៅពេញពាក្យថ្ងៃដែរយើងឈ្មោះម្ចាស់ពាក្យពេញក្នុង1000ស្រាប់លើកលែងឯកសារចូលថតនឹងទៅចឹងសេវាអត់អស់ហើយណាបងហ្នឹងហើយហ្នឹងចឹងតែប៉ុណ្្នឹងទេណាបងអរគុណច្រើនបងពីដំបូងថាមកស្នើសុំតែមួយឯង
ដល់ពេលមកដល់វាលឿនដែរដល់ពេលហើយខ្ញុំឆាតប្រាប់មិត្តភក្តិខ្ញុំមួយផ្លែតគាត់មកដល់ដែរមកដល់បានទាំងពីរបាទ អរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel ខ្ញុំមួយផងចាំខ្ញុំដាក់ link នឹងហ្នឹងណាអរគុណ